ជប់នេះលោកពូអាចនៅទីនេះបានទេលោកពូអាចនៅទីនេះបានទេថាម៉េចលោកពូខ្ញុំមិនមែនមានន័យចឹងទេនេះគឺថាខ្ញុំខ្លាចផ្គរលាន់មិនហ៊ានដេកម្នាក់ឯងឡើយលោកពូកំប្រាប់អីខ្ញុំដេកលើសាឡុងលោកពូដេកលើក្រេតទេសំតែដេកក្នុងបន្ទប់ជាមួយគ្នាតែបានហើយប៉ាខ្ញុំគ្មានន័យចឹងទេគឺខ្ញុំខ្លាចផ្គរលាន់ខ្ញុំមិនក៏លោកពូដឹងថាឈ្មោះហៅក្រៅខ្ញុំអញ្ចឹងបងប្រុសនាងប្រាប់ខ្ញុំរីថ្ងៃកំណើតលោកពូយីលីលើថាពូត្រូវទៅអាមេរិកម្នាក់ឯងមែនទេកូនកង្កាប់នេះជួយលោកពូណាវាជួយកំដរពូជារៀងរហូតអរគុណហើយតើឯងឈ្មោះអីទៅសូលីងអីលោកពូយីលីហើយខ្ញុំថាប៉ាក៏បានមិនក៏ដាច់ភ្លើងអញ្ចឹងស៊ូលីងអីខ្ញុំមិនធ្វើជាជនទី3នោះទេនាងចង់ឲ្យខ្ញុំនៅទីនេះក៏បានដែរខ្ញុំអាចកំដរនាងបានណាបានលោកពូព្រមនៅក្បែរខ្ញុំនោះជំងឺអាចខាងខ្ញុំមកជាបានធូរស្បើយមិនខានបែរគ្នាជាមួយសិនស៊ីវៃទេហើយមកស្លាញ់ខ្ញុំវិញថាម៉េចខ្ញុំនិយាយថាមកស្រឡាញ់ខ្ញុំវិញមកបានទេខ្ញុំនៅលើលែងទៅឲ្យសិនចៅទៀតមែនទេអត់ទេមករយៈនេះគេតែងតែធុញទ្រាន់នឹងខ្ញុំថែមទាំងជេរខ្ញុំថាជាមនុស្សរកចិនហើយក៏ទុកខ្ញុំចោលនៅពលានយន្តហោះទៀតខ្ញុំអត់សង្ឃឹមនឹងគេនេះអញ្ចឹងបែរគ្នាទៅនេះគេ មិនចង់ទីមែនទេសិនចាពួកយើងចប់ហើយបែកគ្នាទេខ្ញុំនឹងសិនចាបែកគ្នារួចហើយលោកពូចាប់ពេលនេះខ្ញុំសូមអោបលោកពូមួយបានទេដូច្នេះនាងមកធ្វើជាសងសារខ្ញុំទៅអត់ទេលោកពូមិនបានទេបើខ្ញុំប្រាប់លោកពូថាខ្ញុំមានជំងឺគាត់នឹងមិនមើលមកខ្ញុំក្នុងខ្សែភ្នែកផ្លែៗទេមិនខ្វល់ទេលោកពូខ្ញុំមានជំងឺការដែលខ្ញុំអាយុ5ឆ្នាំធ្លាប់ត្រូវគេចាប់ចម្រិតទេហើយក៏ត្រូវខំក្នុងបន្ទប់ងងឹត3ថ្ងៃ3យប់ក្រោយពេលជួយសង្គ្រោះមកក៏កើតជំងឺអាចការនេះតែម្ដងទេមិត្តប្រុសរបស់ខ្ញុំក្រៅពីត្រូវផ្ដល់សុវត្ថិភាពឲ្យខ្ញុំគ្រប់គ្រាន់ហើយនោះក៏ត្រូវនៅកំដរខ្ញុំនៅក្បែរខ្ញុំគ្រប់ពេលវេលាទៀតផងពេលដែលមិននៅក្បែរនោះក៏ត្រូវរាយការណ៍ប្រាប់គ្រប់ពេលវេលាទៀតត្រូវខលវីដេអូមកឲ្យបានញឹកញាប់ប៉ា